ក្នុងទឹកមុខបង្ហាញពីការព្រួយបារម្ភបរិសុជនជាតិវៀតណាមអាយុជាង40ឆ្នាំឈ្មោះបួយយ៉ាងអាយបង្ហាញពីទឹកចិត្តរបស់គាត់ចំពោះការរស់នៅបណ្ដែតលើផ្ទៃទឹកថាពុំមែនជាក្តីប្រាថ្នារបស់គ្រួសារគាត់ទេបួយយ៉ាងអាយបន្តថាប្រសិនបើមានឱកាសគាត់នឹងឡើងមករស់នៅលើគោកវិញភ្លាមអនាគតយើងត្រូវទៅឡើងគោកទេខ្ញុំនៅទឹកនឹងរបស់របររបស់ខ្ញុំវាខុសថាច្រើនក្នុងមួយឆ្នាំខ្ញុំត្រូវដូរអាស័យថែមភុយទូកតាវាច្រើនលុយជាងលុយគោកកូនខ្ញុំថ្ងៃក្រោយខ្ញុំឲ្យឡើងគោកអត់បួយយ៉ាងអាយក៏មិនខុសពីប្រជាជនវៀតណាមដទៃទៀតនៅភូមិកណ្ដាលសង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំងជាច្រើននោះដែរដែលបានមករស់នៅទីនេះក្រោយពេលដែលប្រទេសកម្ពុជាបានរំដោះរួចពីរបបវាលពិឃាតប៉ុលពតកាលពីឆ្នាំ1979យ៉ាងនេះក្តីបុរសជនជាតិវៀតណាមរូបនេះបានអះអាងថាគ្រួសារគាត់បានចាប់កំណើតនិងរស់នៅជាច្រើនដំណរមកហើយក្នុងប្រទេសកម្ពុជាបុរសជនជាតិវៀតណាមឈ្មោះដូយ៉ាងអូនជាតំណាងប្រជាជនវៀតណាមប្រចាំភូមិកណ្ដាលគាត់បានឲ្យដឹងថាតាំងពីសង្គមមុនប្រជាជនវៀតណាមភាគច្រើនរស់នៅលើដីគោកតាមដងទន្លេទើបតែសម័យបច្ចុប្បន្ននេះទេដែលប្រជាជនវៀតណាមបែរជានាំគ្នារស់បណ្ដែតលើផ្ទៃទឹកដើម្បីងាយស្រួលក្នុងការរត់ភៀសខ្លួនតាមផ្លូវទឹកទៅប្រទេសវៀតណាមវិញប្រសិនបើមានហេតុការណ៍កើតឡើងដោយកាលពីឆ្នាំ1975សម័យលងណទីនោះនឹងអក្សរអីនោះគឺនៅដងទន្លេប៉ុន្តែនៅគោកបាទមានផ្ទះសបាយនៅគោកទាំងអស់ប៉ុន្តែអ្នកណាចការខ្លះទៅហើយដល់ពេលខ្នាតចឹងទៅយើងបដែតមកចឹងទៅឆ្អើទៅទូសម្រាប់យើងទីគឺចការគឺរាំងទៅត្រូវចឹងទៅច្រើនចំនួនហើយទៅឯណាទៅលើឯណាហ្នឹងពួកគាត់មិនដែរហួសទេអភិបាលរងខេត្តកំពង់ឆ្នាំងគឺលោកចេងញ៉ាន់មានប្រសាសន៍ថាគម្រោងរៀបចំសម្អាតតាមដងទន្លេមេគង្គនិងដងទន្លេសាបតម្រូវឲ្យប្រជាជនវៀតណាមទាំងអស់នៅក្នុងខេត្តកំពង់ឆ្នាំងត្រូវឡើងមកនៅលើគោកនេះជាគម្រោងអតិភិបរបស់ខេត្តប៉ុន្តែកត្តានយោបាយបានធ្វើឲ្យរាំងស្ទះគម្រោងរៀបចំប្រជាជនវៀតណាមឲ្យឡើងលើគោកនេះយើងគិតពីបរិស្ថាននេះចំពោះមុខយើងមិនគិតពីរឿងថាប្រជាជនវៀតណាមរឿងអីសំខាន់គឺយើងគិតធ្វើម៉េចកាត់ឲ្យការពលបរិស្ថានប៉ុន្តែយើងឃើញពលគិតថាយើងគិតគូតែប្រជាជនវៀតណាមមិនស្របច្បាប់តែតាមពិតយើងអត់ទៅគិតអីដល់ហ្នឹងទេកាលមុនអន្លឺសូយើងគិតម្ដងហ្នឹងទៅបង្ខំឲ្យផ្សាយជាដល់ស្ថាប័នទៀតអញ្ចឹងយើងវារងទាំងសងខាងអញ្ចឹងយ៉ាងនេះក្តីលោកអភិបាលរងខេត្តបានឲ្យដឹងថាគម្រោងនេះនឹងត្រូវធ្វើដោយខានមិនបានព្រោះបញ្ហាបរិស្ថានគឺជាបញ្ហាប្រឈមរួមមិនមែនដោយឡែកសម្រាប់តែនរណាម្នាក់នោះទេដល់ពេលយើងរៀបចំទៅវាដូចថាវាល្អពេកគេថាយើងនេះអាជនជាតិខ្លួនឯងយើងមិនគិតទៅបានវាគិតទៅគេងាកទៅណាក៏ទៅងាកទៅណាក៏ទៅដែរបានថាយើងនឹងខំពិចារណាឲ្យបានល្អិតល្អន់តិចមិនដើម្បីកុំឲ្យវាមុតទាំងសងខាងប្រធានសមាគមជនជាតិវៀតណាមប្រចាំខេត្តកំពង់ឆ្នាំងគឺលោកបួយយ៉ាងបែលោកបានឲ្យដឹងថាសហគមន៍ជនជាតិវៀតណាមរស់នៅក្នុងខេត្តកំពង់ឆ្នាំងរីករាយក្នុងការផ្លាស់ប្ដូរទីលំនៅពីលើផ្ទៃទឹកមកនៅលើគោកប្រសិនបើរដ្ឋាភិបាលកម្ពុជាផ្ដល់ដីជាលក្ខណៈសម្បទានសង្គមគិច្ចសម្រាប់ឲ្យសហគមន៍ជនជាតិវៀតណាមរស់នៅក្នុងខេត្តកំពង់ឆ្នាំងតាំងទីលំនៅស្របតាមផ្លូវច្បាប់យ៉ាងនេះក្តីអភិបាលរងខេត្តកំពង់ឆ្នាំងលោកចេងញ៉ាន់មានប្រសាសន៍ថាកត្តានយោបាយមិនអំណោយផលចំពោះគម្រោងផ្ដាល់ដីជាលក្ខណៈសម្បទានសង្គមគិច្ចសម្រាប់ឲ្យសហគមន៍ជនជាតិវៀតណាមរស់នៅក្នុងខេត្តកំពង់ឆ្នាំងនាពេលកន្លងទៅប្រធានសមាគមជនជាតិវៀតណាមប្រចាំខេត្តកំពង់ឆ្នាំងលោកបួយយ៉ាងបែក៏បានឲ្យដឹងដែរថាប្រការដែលប្រជាជនវៀតណាមរស់នៅក្នុងខេត្តកំពង់ឆ្នាំងមិនឡើងទៅរស់នៅលើគោកនោះកត្តាសំខាន់ចម្បងគឺមកពីពួកគេទាំងនោះមិនមានសិទ្ធិកាន់កាប់ដីធ្លីបើទោះបីជាពួកគេទាំងនោះបានចាប់កំណើតនិងរស់នៅជាច្រើនដំណរនៅលើទឹកដីកម្ពុជាក៏ដោយជាបុរដ្ឋនឹងមិនមែនចង់នៅទីទឹកនឹងឲ្យវាប៉ះពាល់រឿងបរិស្ថានប៉ះពាល់ឲ្យអាជ្ញាធរគ្រប់ស្ថាប័នគេពិបាកទេប៉ុន្តែយើងមានលុយទិញដីអត់បានទិញដីនឹងត្រូវយកឈ្មោះខ្មែរនឹងដាក់ចូលបានទិញដីបានបាទដល់តែយើងមានលុយយើងទិញអញ្ចឹងទៅគេចូលឈ្មោះនឹងគេចង់ឲ្យយើងឲ្យទៅគេយកដាច់យកទៅអញ្ចឹងយើងចោលលុយមិននៅខាងប្រជាពលរដ្ឋវៀតណាមនឹងចង់នៅតែទឹកឲ្យប៉ះពាល់នឹងគ្រប់ស្ថាប័នទេចាក់ទិនចំពោះបញ្ហានេះអ្នកវិភាគបញ្ហាអភិវឌ្ឍសង្គមគឺលោកកែមលីមានប្រសាសន៍ថា
រាជរដ្ឋាភិបាលមិនត្រូវអល់ឯកចំពោះគម្រោងរៀបចំការតាំងទីលំនៅរបស់ប្រជាជនវៀតណាមដែលរស់នៅក្នុងប្រទេសកម្ពុជាទៀតឡើយលោកថារាជរដ្ឋាភិបាលគួរតែមានសេចក្តីក្លាហានក្នុងការសម្រេចចិត្តគ្រប់គ្រងជនបរទេសទៅតាមផ្លូវច្បាប់ជាពិសេសគឺប្រជាជនវៀតណាមដោយមិនត្រូវអូសបន្លាយបន្តទៀតទេឃើញចលនាពិភពលោកដោយសារតែវាមានសកលភាពវិនិយោគកម្មបើអ្នកដែលមកជ្រុលទៅហើយនឹងគឺយើងត្រូវតែអ្នកដែលមានអាចនិយាយភាសាខ្មែរបានអាចដឹងវប្បធម៌ខ្មែរអាចរស់នៅខ្មែរបានយើងត្រូវតែបើកចំហឲ្យអ្នកនោះចូលសញ្ជាតិតែម្ដងព្រោះយើងមានស្បប់សញ្ជាតិណាចូលសញ្ជាតិហើយរៀបចំដូចជាពលរដ្ឋខ្មែរធម្មតាអញ្ចឹងមានដីសម្បត្តិសង្គមមកតែមានកន្លែងអភិវឌ្ឍអីឲ្យគាត់នៅបានសំរុំដូចតែជនជាតិខ្មែរដែរហ្នឹងចំណុចទី1ដែលជាបន្ទាន់យើងត្រូវតែធ្វើយើងត្រូវតែហ៊ានទទួលស្គាល់ពីព្រោះខ្មែរយើងក៏ទៅនៅអាមេរិកក៏មកខ្មែរយើងដែរយើងកុំខ្លាចណាយើងត្រូវតែធ្វើបន្ទាន់ជាមួយគ្នាទី2បើសិនជាគាត់មកខុសច្បាប់ដែលយើងគិតថាមានគ្រោះថ្នាក់ដល់ប្រទេសជាតិត្រូវតែបន្ទាន់ទៅជូនទៅវិញចរចាជាមួយស្ថានទូតធ្វើការងារនឹងទៅវិញណានេះទស្សនៈខ្ញុំផ្ទាល់យើងមិនត្រូវបណ្តែតទេបាទលោកកែមលីបន្តថាការអូសបន្លាយបញ្ហាគ្រប់គ្រងជនបរទេសទៅតាមផ្លូវច្បាប់នៃព្រះរាជាណាចក្រកម្ពុជាជាយថាហេតុធ្វើឲ្យកើតមានគ្រោះមហន្តរាយដល់សង្គមនាពេលអនាគតដូចជាការកើតមាននៅអំពើភេរវកម្មឬជាជំរកសុកសានសម្រាប់ពួកភេរវករការកើតមាននៅចំនួនជាតិសាសន៍ដូចជាជនជាតិរ៉ូហិញយ៉ានៅប្រទេសភូមាជាដើមពុំមានស្ថិតិផ្លូវការណាមួយបញ្ជាក់ថាខេត្តកំពង់ឆ្នាំងមានជនជាតិវៀតណាមរស់នៅប៉ុន្មានគ្រួសារនោះទេប៉ុន្តែតាមស្ថិតិដែលផ្ដល់ដោយសមាគមជនជាតិវៀតណាមប្រចាំខេត្តនេះបង្ហាញថាក្នុងទូទាំងខេត្តកំពង់ឆ្នាំងមានជនជាតិវៀតណាមរស់នៅជាង 3000 គ្រួសារភាគច្រើននៃជនជាតិវៀតណាមទាំងនេះរស់នៅបណ្ដែតលើផ្ទៃទឹកនៃដងទន្លេសាបក្នុងខេត្តនេះខ្ញុំមណ្ឌលកែវវិទ្យុអាស៊ីសេរីខេត្ត